សួស្តីអ្នកទាំងគ្នាខ្ញុំឈ្មោះសម៉ាញធ្វើការនៅ Prim Clinic ខេត្តសៃតាម៉ាក្រុងខូណូសឺហើយវីដេអូនេះដែរខ្ញុំចង់និយាយអំពីបានធានាសុខភាពជារាល់ដងពួកយើងតែផ្ញើសារមកសុំថ្នាំគឺប្រើតែងតែថតរូប Hogan Show នេះផ្ញើមកឲ្យខ្ញុំហើយខ្ញុំខាង clinic ខ្ញុំនឹងចេញអកដងឲ្យឬក៏បើកថ្នាំផ្ញើទៅឲ្យយើងដល់ផ្ទះតែម្ដងហើយក្នុងឆ្នាំនេះដែរខែ12ថ្ងៃទី2ហ្នឹងបានធានាសុខភាពអស់នេះគឺគេឡើងប្រើហើយគឺគេប្រើ my number card នេះរាល់ព័ត៌មានដែលធ្វើការហ្នឹងប្រហែលជាពួកយើងដឹងហើយអ្នកដែលមិនដឹងអាចឆាតមកសួរខ្ញុំបានគឺធ្វើនៅតារាក្រុងព័ត៌មានមិនអាចឆាតមកសួរខ្ញុំបានហើយចំពោះការហ្នឹងដែរគឺងាយស្រួលមែនទែនដែលធ្វើការ quarantine scan គឺដែលទិន្នន័យទាំងអស់គឺនឹងផ្ញើមកខាងមន្ទីរពេទ្យ clinic ដែលយើងទៅសុំហ្នឹងហើយម្យ៉ាងទៀតគឺមិនបាច់ចាំមកដល់មន្ទីរពេទ្យឬ clinic ក៏យើងអាចធ្វើនៅផ្ទះគ្រាន់តែ scan ក៏ទិន្នន័យអស់ហ្នឹងមកខាងមន្ទីរពេទ្យឬ clinic ដែលយើងចង់សុំថ្នាំនឹងបានដែរអញ្ចឹងរបៀប scan ដែលហ្នឹងខ្ញុំនឹងធ្វើវីដេអូមួយទៀតតើតើនឹងរបៀប scan card ហ្នឹងទៅនៅមកខាង clinic របស់ខ្ញុំហើយមួយទៀតបើដោយសារតែរដ្ឋាភិបាលគេឃើញថាការជប់ប្រើកាតបានធានាសុខភាពនឹងភ្លាមគឺវាមានបញ្ហាច្រើនអញ្ចឹងហើយក៏គេបញ្ជាដល់ឆ្នាំក្រោយខែ3ថ្ងៃទី31អញ្ចឹងខែ3ថ្ងៃទី31គឺឆ្នាំក្រោយខែ3ថ្ងៃទី31គឺចាប់ដើមប្រើកាតនេះតែម្ដងអញ្ចឹងពួកខាងខ្ញុំក៏គាំទ្រឲ្យពួកយើងប្រើកាតនឹងដែរហើយមួយទៀតបើសិនជាយើងអត់ចង់ប្រើកាតនឹងទេប្រហែលជាខាងក្រុមហ៊ុនធានារ៉ាប់រងឬក្រុមហ៊ុនដែលយើងធ្វើការហ្នឹងពួកគេនឹងផ្ញើកាតបែបនេះឲ្យអាស្រ័យទៅលើអ្នកក្រុមហ៊ុនឬការងារយើងផ្សេងខុសគ្នាហ្នឹងគឺរបៀបលក្ខណៈចេះកាតបែបនេះអញ្ចឹងកាតអត់ហ្នឹងបើយើងអត់ទទួលបានទេយើងអាចតាក់ទងទៅខាងក្រុមហ៊ុនរបស់យើងហ្នឹងសួរព័ត៌មានលម្អិតខាងគេហ្នឹងតែប្រហែលជាគេនឹងផ្ញើกระดาษនឹងមកឲ្យយើងហើយកระดาษហ្នឹងគឺដូចបានធានាសុខភាពដែរអញ្ចឹងបើយើងចង់ប្រើសុំថ្នាំគាត់អាចថតកាតអស់នឹងមកឲ្យផ្ញើមកឲ្យខ្ញុំនឹងចេញអកដងខាង clinic របស់ខ្ញុំចេញអកដងឲ្យដូចនឹងបានធានាសុខភាពយើងពីមុនដែរ